ធាតុនឹងដែលអាចគិតបាននឹងសិក្សារឿយយ៉ាងនឹងអញ្ចឹងទៅសេចក្តីប្រកាន់ហួងហែងថាជាខ្លួននឹងឯងក៏មិនមានឱកាសកើតឡើងទេព្រោះដឹងនៅសង្ខារធម៌នឹងដែលមានបច្ច័យតតែងជាប្រក្តីគ្រប់អរិយាបថទាំង4ទៀតចឹងទៅគឺសេចក្តីព្រួយបារម្ភខ្លាចខ្លួនបាត់បង់អ្វីហ្នឹងគឺស្ងប់ស្ងាត់ទៅហ្នឹងហើយសេចក្តីប្រាថ្នាដើម្បីឲ្យខ្លួនបានអ្វីហ្នឹងក៏ស្ងប់ទៅដែរទៀតចឹងទៅក៏ការរស់នៅទៅតាមហេតុផលហ្នឹងដែលវាមានការកើតឡើងក្នុងជីវិតនឹងប៉ុណ្ណាគឺវាប៉ុណ្ណឹងទៅនឹងរឿងសេចក្តីប្រាថ្នានឹងខ្វាយខ្វល់ដើម្បីឲ្យវាជាយ៉ាងណាអាហ្នឹងវាមិនមានទេវាកាត់បន្ថយមកព្រោះដឹងអ្វីវាប្រព្រឹត្តទៅតាមហេតុនឹងឯងទេហ្នឹងវាតាក់តែងនៅធម៌មួយនឹងឲ្យកើតឡើងធម៌មួយតាក់តែងធម៌មួយឲ្យកើតឡើងទៀតហ្នឹងចឹងសូម្បីតែត្រូវបាត់បង់ត្រូវខូចខាតទ្រព្យសម្បត្តិអីក៏ដោយក៏ដឹងថាវាជាធម្មតានៃសង្ខារធម៌ដែលកើតឡើងមកហើយគឺមានការវិនិច្ឆ័យព្រាត់ប្រាសទៅវិញជាធម្មតាយ៉ាងនេះឯងទៀតអានឹងឯងគឺក៏លបុតដែលជាអ្នកដឹងធម៌ហ្នឹងរមែងជាអ្នកឲ្យជីវិតនឹងឯងប្រព្រឹត្តទៅតាមហេតុផលអញ្ចឹងទៅទៀតនឹងវាកើតឡើងយ៉ាងណានឹងក៏ឃើញនៅហេតុសិក្សាក្នុងហេតុដែលនាំឲ្យសភាវៈនឹងកើតឡើងទៀតហ្នឹងដូច្នេះនៅក្នុង